យើងនិយាយលើកចុងក្រោយប្រសិនបើនរណាលួចប្រញាប់ចូលសារភាពមកយើងនឹងមិនថយទោសកំហុសឲ្យតែបើមិនសារភាពទេនៅពេលដែលមេជ្រៃនេះនិយាយចេញមកជននោះនឹងត្រូវឃុំឃាំងក្នុងគុកអស់មួយជីវិតឥឡូវមេជ្រៃនិយាយចេញមកជាយូរលង់ណាស់មកហើយមានបុរសកសិករចំណាស់ម្នាក់បានខិតខំកាប់គាស់ដាំស្រូវយ៉ាងមមាញឹកដោយសារតែការឧស្សាហ៍ព្យាយាមតស៊ូទ្រាំនឹងការលំបាកបែបនេះហើយទើបឆ្នាំនេះគាត់បានទទួលនៅទិន្នផលស្រូវយ៉ាងច្រើនក្រោយពីបានដឹកស្រូវយកទៅលក់រួចហើយគាត់បានទុកប្រាក់ក្នុងថង់ប្រាក់យ៉ាងប្រុងប្រយ័ត្នរួចក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញអូហូយត្រជាក់ស្រួលណាស់តាខ្ញុំគិតសម្រាកជើងបន្តិចសិនអូខ្ញុំដេកភ្លេចខ្លួនបាត់ដល់ពេលដែលត្រូវទៅហើយយឺតពេលហើយខ្ញុំស្បូងប្រាក់របស់ខ្ញុំបាត់ទៅណាហើយពុទ្ធូអើយនរណាលួចស្បូងប្រាក់របស់ខ្ញុំសូមមេត្តាសងប្រាក់មកខ្ញុំវិញមកបាត់ប្រាក់អស់ទៅហើយខ្ញុំបាត់ប្រាក់អស់ទៅហើយមានរឿងអីហ្នឹងបាទលោកម្ចាស់មានមនុស្សម្នាក់កំពុងអង្គុយយំសោកនៅក្រោមដើមជ្រៃណែលោកអ៊ំមិនក៏មកអង្គុយយំសោកអញ្ចឹងលោកម្ចាស់ខ្ញុំខំប្រឹងប្រែងទ្រាំនឹងការលំបាកវេទនាហាលថ្ងៃហាលភ្លៀងទើបធ្វើបានស្រូវដល់ពេលប្រមូលផលបានក៏យកទៅលក់យកប្រាក់ដើម្បីចិញ្ចឹមប្រពន្ធកូនតែបែរជាត្រូវគេលួចយកអស់មិនសល់មួយកាក់មួយសេនណាទេឥឡូវខ្ញុំមិនដឹងត្រូវរស់យ៉ាងម៉េចនោះទេលោកប្រកាសទេថាវាបានបាត់នៅក្រោមដើមជ្រៃនេះខ្ញុំប្រកាសណាស់ថាវាបានបាត់នៅក្រោមដើមជ្រៃនេះពីព្រោះមុនពេលដែលខ្ញុំសម្រាកខ្ញុំបានយកស្បោងប្រាក់មកមើលលោកអ៊ំអង្គុយក្រោមដើមជ្រៃបែរជាបាត់ប្រាក់អញ្ចឹងត្រូវតែសួរដើមជ្រៃនេះទៅបានអ្នកទាំងអស់គ្នាត្រូវតែកាត់ដើមជ្រៃធំមួយនេះឲ្យមកយើងបាទទៀនលោកម្ចាស់មេជ្រៃបានកាត់រួចហើយយើងនឹងដោះស្រាយរឿងក្តីនេះមេជ្រៃនិយាយឲ្យយើងស្ដាប់មកមើលតើនរណាដែលបានលួចស្បង់ប្រាក់របស់អ៊ំកសិករនេះលោកម្ចាស់សួរដើមជ្រៃមេជ្រៃធ្វើមិននិយាយកើតទៅពិតជាចម្លែកមែនមិនព្រមនិយាយមែនទេវាយវាឲ្យយើងអូយឈឺណាស់សូមមេត្តាលោកម្ចាស់កុំវាយខ្ញុំព្រមប្រាប់ហើយអូយឈឺណាស់ពុទ្ធូអើយដើមជ្រៃចេះនិយាយខ្ញុំមិនដែលឃើញទេពីមុនមកមានខ្មោចទេអីត្រូវហើយគេតែនិយាយថាមានខ្មោចអ្នកតាដើមពោដើមជ្រៃហើយដើមនេះមានអាយុកាលរាប់រយឆ្នាំមកហើយអញ្ចឹងប្រកាសជាមានខ្មោចច្រើនណាស់ហើយអូយខ្លាចណាស់អ្នកទាំងអស់គ្នាឃើញទេទោះកំហុសទោះបីប្រឹងលាក់បាំងយ៉ាងណាក៏គង់តែគេដឹងយើងនិយាយលើកចុងក្រោយប្រសិនបើនរណាលួចប្រញាប់ចូលសារភាពមកយើងនឹងមិនថយទោសកំហុសឲ្យតែបើមិនសារភាពទេនៅពេលដែលមេជ្រៃនេះនិយាយចេញមកជននោះនឹងត្រូវឃុំឃាំងក្នុងគុកអស់មួយជីវិតឥឡូវមេជ្រៃនិយាយចេញមកជនណាលួចស្បង់ប្រាក់លោកអ៊ំកសិករនេះលោកម្ចាស់គឺខ្ញុំបានជាខុសសូមលោកម្ចាស់លើកលែងទោសឲ្យខ្ញុំផងបានទោសលួចប្លន់គឺជាទោសដែលមិនអាចអត់ឱនឲ្យបានក៏ប៉ុន្តែដោយសារតែឯងចូលសារភាពកំហុសអញ្ចឹងយើងនឹងមិនធូរបន្ថយទោសឆាប់សងប្រាក់ទៅអ៊ំកសិករវិញភ្លាមបានលោកម្ចាស់នេះជាស្បោងប្រាក់តែខ្ញុំមិនទាន់បានចាយមួយកាក់មួយសេនណាទេគឺនៅទាំងអស់បញ្ជូនជនលួចប្លន់នេះទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់អរគុណណាស់លោកម្ចាស់ដែលបានជួយលោកម្ចាស់ពិតជាមន្ត្រីដ៏ល្អដ៏គំរូរបស់ប្រជាជនមែននេះគឺជាភារកិច្ចរបស់យើងឥឡូវលោកអាចក្រោកចេញមកបានហើយរឿងនេះយ៉ាងម៉េចទៅវិញ
តាមពិតមាននៅខាងក្រោមមេជ្រៃនេះសោះដែលនិយាយចេញមកមិនមែនដើមជ្រៃនេះចេះនិយាយទេត្រូវហើយនេះជាល្បិចរបស់លោកម្ចាស់ដើម្បីធ្វើឲ្យជនលួចនោះភ័យខ្លួនចេញមកដោយខ្លួនឯងបានហើយគ្រប់គ្នាត្រឡប់ទៅផ្ទះវិញទៅអ៊ំក៏ប្រញាប់ទៅផ្ទះទៅប្រពន្ធកូនកំពុងរងចាំផ្លូវ